ទូរទស្សនិកជនជាទីគោរពសម្រាប់ព័ត៌មានជាបន្តទៅទៀតនេះផងដែរឯកឧត្តមហ៊ីសាភាជាប់ឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ3ឆ្នាំលើកទី10សម្រាប់ឆ្នាំ2025ដល់ឆ្នាំ2028ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គស្ដីពីការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ3ឆ្នាំលើកទី10ឆ្នាំ2025-2028និងការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញកិច្ចប្រជុំពេញអង្គត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមគតិនីតិកោសល្យបណ្ឌិតអ៊ឹមឈុនលឹមនៅព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025ចាប់ពីវេលាម៉ោង 9:00 នាទីព្រឹកនៅសាលប្រជុំអគារសវិមានរដ្ឋចំការមនរាជធានីភ្នំពេញជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គឯកឧត្តមគតិនីតិកោសល្យបណ្ឌិតអ៊ឹមឈុនលឹមក្រុមប្រឹក្សាធម្មនុញ្ញបានទទួលអបអរសាទរសមាជិកថ្មីចូលកាន់តំណែងចំនួន3រូបគឺឯកឧត្តមយុកងុយជ្រើសតាំងសារជាថ្មីដោយរដ្ឋសភាលោកជំទាវខេកកែម៉ាលីស៊ីសូដាតែងតាំងដោយព្រះមហាក្សត្រនិងឯកឧត្តមយូប៊ុនលេងតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជំនួសសមាជិក3អង្គរូបដែលត្រូវចាប់អាណត្តិរួមមានឯកឧត្តមគតិនីតិកោសល្យបណ្ឌិតអ៊ឹមឈុនលឹមសម្ដេចស៊ីសវ័តពងនារីមនីពង្សនិងឯកឧត្តមយុកងុយក្រមអធិបតីភាពរបស់ឯកឧត្តមអ៊ុចកំអនប្រធានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងឯកឧត្តមហ៊ីសោភាជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ3ឆ្នាំលើកទី10ឆ្នាំ2025-2028ជាចុងក្រោយឯកឧត្តមគតិនីតិកោសល្យបណ្ឌិតអ៊ឹមឈុនលឹមបានប្រគល់ត្រាក្រុមប្រឹក្សាធម្មនុញ្ញនិងញញួរព្រំវិនិច្ឆ័យជូនដល់ឯកឧត្តមហ៊ីសោភាក្នុងកិច្ចផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ